នាព្រឹកថ្ងៃទី17 ខែឧសភាឆ្នាំ2025នាវេលាម៉ោង9ព្រឹកលោកសេនសាមានាយកប្រតិបត្តិនៃសមាគមអាមនតកៅហ្វូកម្ពុជាបានដឹកនាំបើកកិច្ចប្រជុំជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហគមន៍គ្រូបង្រៀនខ្មែរអ៊ីស្លាមប្រមាណជាង80នាក់ស្ដីពីគម្រោងលុយខ្ញុំស្អាតនិងការអភិវឌ្ឍសហគមន៍ក្រោមកិច្ចសហការរវាងសមាគមអាមនតកៅហ្វូកម្ពុជានិងធនាគារ ACDA នៅក្នុងកម្មវិធីជំនួបនេះផងដែរលោកនាយកបានជម្រាបពីការបង្កើតគណនីសហគមន៍ខ្មែរអ៊ីស្លាមជាមួយនឹងធនាគារ ACDA ដោយផ្អែកលើគោលការណ៍សាសនាអ៊ីស្លាមដើម្បីជួយសម្រួលឲ្យបងប្អូនអ៊ីស្លាមទូទាំងប្រទេសអាចប្រើប្រាស់សេវាកម្មធនាគារដោយគ្មានការប្រាក់អូស្តាស៊ីតអ៊ីលយ៉េដែលជាប្រធានសមាគមកាតាស្រុកមុខកំពូលនិងជាសមាជិកក្រុមឆារីអារបស់សមាគមកាតាក៏បានចូលរួមបកស្រាយយ៉ាងលម្អិតនិងក្បោះក្បាយពីផលប៉ះពាល់នៃប្រាក់រីបាដែលយើងជាសាសនាអ៊ីស្លាមគួរជៀសវាងឲ្យឆ្ងាយអូស្តាតបានបន្តចែករំលែកពីផលលំបាកនានាដែលរូបលោកផ្ទាល់ក៏ដូចជាគ្រូបង្រៀនខ្មែរអ៊ីស្លាមដទៃទៀតត្រូវចំណាយពេលវេលាដើម្បីពិនិត្យមើលប្រាក់រីបាដែលទទួលបានពីធនាគារហើយបន្តកាត់ចោលដែលមិនបានជាប្រយោជន៍អ្វីសោះដល់សហគមន៍អូស្តាតបានជំរុញនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសហគមន៍គ្រូបង្រៀនខ្មែរអ៊ីស្លាមដែលបានចូលរួមនៅក្នុងកម្មវិធីគួរតែចូលរួមជាចាំបាច់សម្អាតប្រាក់រីបាដែលទទួលបានពីធនាគារតាមរយៈកម្មវិធីគម្រោងលុយខ្ញុំស្អាតរបស់សមាគមកាតាដើម្បីការពារខ្លួនពីប្រការទុសានៃប្រាក់រីបានិងចូលរួមប្រយោជន៍សាធារណៈនានានៅក្នុងសហគមន៍ច្បាស់ណាស់សមាគមកាតាបានបន្តបេសកកម្មរបស់ខ្លួនដើម្បីជំរុញលើកិច្ចការចូលរួមបរិច្ចាគសដកចារីយ៉ារបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដើម្បីការលើកស្ទួយជីវភាពការរស់នៅប្រកបដោយសមធម៌យុវជនទទួលបានការអប់រំនិងកសាងអនាគតដ៏រុងរឿងសម្រាប់សមាជិកនិងប្រជាពលរដ្ឋមូស្លីមនៅក្នុងប្រទេសកម្ពុជាសមាគមអាមនតកៅហ្វូកម្ពុជាសហគមន៍ខ្ញុំអនាគតខ្ញុំ